ដែលបានកើតឡើងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិរបស់ប្រទេសថៃកំពុងតែคล้ายទៅជាប្រធានបទក្តៅនៅលើបណ្ដាញសង្គមបន្ទាប់ពីមានការចេញផ្សាយនៅវីដេអូមួយបង្ហាញពីក្រុមអ្នកគាំទ្រជនជាតិចិនប្រមាណជា20នាក់បានរត់ចូលទៅក្នុងតំបន់ហាមឃាត់ដើម្បីចង់ថតរូបហើយនឹងជួបជាមួយនឹងតារាដែលពួកគេចូលចិត្តជាធម្មតាទេនៅពេលដែលមានការបំពានទៅលើវិធានការសន្តិសុខបែបនេះគឺតែងតែមានការអន្តរាគមន៍ឬក៏ការចាត់វិធានការទប់ស្កាត់ពីសំណាក់មន្ត្រីឬក៏អាជ្ញាធរនៅក្នុងអាកាសយានដ្ឋានប៉ុន្តែអីដែលសំខាន់ហើយធ្វើឲ្យករណីនេះបានคล้ายទៅជាប្រធានបទក្តៅហើយមានការតាមដានយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រជាពិសេសគឺជនជាតិចិនគឺកាយវិការរបស់មន្ត្រីថៃម្នាក់ដែលត្រូវបានថតជាប់នៅក្នុងវីដេអូនោះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅប្រទេសចិនបាននិយាយថាកាយវិការនោះគឺជាការប្រមាថទៅលើជនជាតិចិនហើយពួកគេក៏បានសម្ដែងនៅការមិនពេញចិត្តយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីវីដេអូនោះត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សហើយក៏មានការជជែកវែកញែកគ្នាយ៉ាងច្រើនពាក់ព័ន្ធជាមួយនឹងអ្វីដែលបុគ្គលិកសាធារណៈគួរតែប្រព្រឹត្តចំពោះអ្នកដំណើរឬក៏ភ្ញៀវបើទោះបីជាពួកគេបានប្រព្រឹត្តខុសនឹងវិធានការសន្តិសុខក៏ដោយមានមតិជាច្រើនបានលើកឡើងថាបើទោះបីជាមានការប្រព្រឹត្តខុសនឹងច្បាប់ឬក៏ធ្វើឲ្យមានការប៉ះពាល់ទៅលើសណ្ដាប់ធ្នាប់ឬក៏វិធានការសន្តិសុខណាមួយច្បាប់គួរតែប្រើប៉ុន្តែការប្រើប្រាស់ច្បាប់គួរណាស់តែមាននៅក្រមសីលធម៌វិជ្ជាជីវៈធ្វើទៅដោយស្មារភាពនិងគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបដោយមិនគួរបង្កឲ្យមានការយល់ឃើញឬក៏រូបភាពណាមួយដែលបង្ហាញថាកំពុងតែប្រមាថទៅលើជាតិសាសន៍ណាមួយឡើយនៅត្រង់ចំណុចនេះខ្ញុំអត់បាននិយាយកាន់ជើងអ្នកដែលធ្វើខុសឬក៏ធ្វើឲ្យមានការប៉ះពាល់ទៅលើវិធានការសន្តិសុខឬក៏សណ្ដាប់ធ្នាប់អីរបស់ប្រទេសគេទេប៉ុន្តែអីដែលខ្ញុំចង់និយាយគឺពាក់ព័ន្ធជាមួយនឹងការចាត់វិធានការហើយម្យ៉ាងវិញទៀតខ្ញុំគិតថាអានេះក៏វាអាចនឹងកើតចេញពីការធ្វើប្រហែសរបស់មន្ត្រីនៅក្នុងអាកាសយានដ្ឋានរបស់ថៃដូចគ្នាពីព្រោះក្នុងអាកាសយានដ្ឋានវាមិនអាចថាយើងចេះតែដើរចូលទៅតាមចិត្តទេអាចដោយសារតែមានការខ្វះចន្លោះកន្លែងណាមួយឬក៏យ៉ាងណាអានឹងគឺយើងអត់ដឹងទេប៉ុន្តែអីដែលសំខាន់គឺកាយវិការរបស់មន្ត្រីថៃដែលធ្វើការនៅក្នុងអាកាសយានដ្ឋាននឹងក្រោយពីមានបញ្ហានេះភ្លាមលោកស៊ីហាស័កដែលជារដ្ឋមន្ត្រីការបរទេសរបស់ថៃបានចេញមកនិយាយថាទូតចិនគួរតែពន្យល់អំពីរឿងហេតុចម្រូងចម្រាសពាក់ព័ន្ធនឹងទេសចររបស់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិហើយកុំធ្វើសេចក្តីថ្លែងការណ៍ដែលបង្កជាក្តីបារម្ភទៅដល់សាធារណជនព្រោះតែវាជាបញ្ហារសើបដែលតម្រូវឲ្យមានការដោះស្រាយផ្នែកការទូតទៅល្អតាមពិតបើសិនជាគេធ្វើខុសយើងចាត់វិធានការក៏វាមិនជាបញ្ហាអីដែរប៉ុន្តែវិធានការហ្នឹងគឺមិនត្រូវឲ្យកើតមានក្នុងទម្រង់ប្រមាថមើលងាយឬអើងជាតិសាសន៍ឬក៏បង្កនៅអំពើហិង្សានោះទេប៉ុន្តែខ្ញុំគិតថាថៃប្រហែលជាធ្វើមិនបានទេដោយសារប្រទេសវាជាប្រទេសពីលវាចូលចិត្តប្រើកម្លាំងបាយវាចូលចិត្តប្រើអំពើហិង្សាគ្មានសិលធម៌សុជីវធម៌ក្នុងការដោះស្រាយបញ្ហាទេហើយរឿងជាមួយជនជាតិចិននេះយើងមើលទៅគឺរំលងមិនបានប្រមាណទេពីករណីហើយដែលផ្ទុះខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមប៉ុន្តែគិតទៅពួកថៃនឹងសាហាវណាពេលដែលមានបញ្ហាវាអត់ព្រមដោះស្រាយឲ្យស្រួលបួលទេវាទៅគំរាមគេអត់ឲ្យនិយាយថែមទៀតអារឿងខុសហ្នឹងថាវាខុសមួយទៅចោះប៉ុន្តែសំខាន់មន្ត្រីថៃហ្នឹងអនុវត្តវិធានការមើលទៅបែបហិង្សាហើយបែបរើសអើងជាតិសាសន៍ទៀតចំណុចនេះវាគួរណាស់តែជាចំណុចដែលថៃត្រូវដោះស្រាយជាមួយចិនហើយវាមិនដោះស្រាយវាបែរទៅជាប្រាប់គេថាកុំឲ្យនិយាយ